ជំរាបសួរសួស្តីពុកម៉ែបងប្អូនអរគ្នាខ្ញុំហងនៅក្នុងវីដេអូនេះខ្ញុំធ្វើមីឆាបែបប្លែកទៀតហើយពុកម៉ែបងប្អូនរសជាតិនឹងគឺខុសពីមីឆាទូទៅដែលពុកម៉ែបងប្អូនតែងតែញ៉ាំជាប្រចាំថ្ងៃនិយាយទៅបើអត់ប្លែកខ្ញុំអត់ថតវីដេអូទេគ្រឿងផ្សំហ្នឹងគឺមានផ្លែប៉េងប៉ោះចំនួន4ផ្លែមីចំនួន2កញ្ចប់ដោយសារតែខ្ញុំញ៉ាំតែ2នាក់កូនស្រីរបស់ខ្ញុំតែប៉ុណ្ណោះហើយនេះគឺជាខ្ទឹមសខ្ញុំកំពុងតែហាន់ខ្ទឹមសចិញ្ច្រាំឲ្យរាងល្អិតបន្តិចបន្ទាប់មកក៏បងដាក់ចូលនៅក្នុងខ្ទះដាក់ស្ងោរជាមួយនឹងប៉េងប៉ោះរំងាស់ប៉េងប៉ោះឲ្យផុយល្អដើម្បីកុំឲ្យខាតពេលខ្ញុំក៏បន្តមកហាន់ស្លឹកខ្ទឹមខ្ញុំហាន់ប្រវែងមួយថ្នឹងដៃហាន់បែបហ្នឹងគឺមានសោភ័ណភាពស្រស់ស្អាតពុកម៉ែបងប្អូនខ្ញុំអត់ដឹងថាពុកម៉ែបងប្អូនចូលចិត្តហាន់បែបណាដែរតែខ្ញុំចូលចិត្តបែបអញ្ចឹងប៉េងប៉ោះនេះគឺត្រូវពុះមុនតាំងពីមុនស្ងោរបងប្អូនតែដោយសារខ្ញុំរៀងភ្លេចចឹងហើយចង់ចិត្តឆ្អិនឲ្យបានមកពុះចឹងដើម្បីឲ្យឆាប់រលេះរលួយលឿនបងទៅដោះគោបងគ្រឿងផ្សំទៀតមានអំបិលមានប៊ីចេងអីហ្នឹងពុកម៉ែបងប្អូនតែខ្ញុំអត់បានដាក់ទេខ្ញុំដាក់ម្សៅម្ទេសស្ករសនិងម្សៅការីមានម្សៅការីមួយទៀតតែខ្ញុំអត់បានថតឲ្យពុកម៉ែបងប្អូនមើលហើយក៏បានដាក់មីចូលច្របល់កូរឲ្យសព្វឲ្យរាងស្ងួតទឹកបន្តិចក៏បានឆ្អិនរួចរាល់ពុកម៉ែបងប្អូនបន្ថែមពីលើនៅពុកម៉ែបងប្អូនចង់ដាក់ជាប្រហិតអីក៏បានដែរតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនខ្ញុំនេះខ្ញុំដាក់ប្រហិតក្តាមហើយរួយស្លឹកខ្ទឹមពីលើបើសិនជាពុកម៉ែបងប្អូនមានជីវ៉ាន់ស៊ុយអីដាក់បន្ថែមទៀតមកគឺកាន់តែអែមកាន់តែឈ្ងុយចាដល់វគ្គដែលខ្ញុំញ៉ាំពីអ្នកកូនស្រីខ្ញុំឲ្យគាត់ប្រញាប់ទៅរៀនខ្ញុំដួលឲ្យគាត់នេះអត់ឲ្យដោយស្លឹកខ្ទឹមទេបងប្អូននៅសារតែគាត់អត់ចេះញ៉ាំកូនខ្ញុំរៀងហឺដែរហ្នឹងបន្លែអីក៏មិនសូវញ៉ាំទេហើយបើថាសាច់គ្រប់ប្រភេទគាត់ញ៉ាំតែបើថាសាច់ត្រីហ្នឹងក៏អត់ចេះដែររសជាតិគឺឈ្ងុយម្សៅការីពុកម៉ែបងប្អូនម្សៅការីនេះមានរសជាតិរាងប្រៃតិចៗហើយពេលដែលខ្ញុំធ្វើនេះខ្ញុំដាក់អំបិលតែបន្តិចបន្តួចតែប៉ុណ្ណោះហើយចំណែកស្ករសក៏ខ្ញុំដាក់បន្តិចដែរដោយសារតែបន្ថែមនៅទឹកដោះគោហើយបើសិនជាពុកម៉ែបងប្អូនចង់ដាក់ទឹកដោះគោក៏បានតាមចិត្តពុកម៉ែបងប្អូនណាឬក៏ពុកម៉ែបងប្អូនចង់កែច្នៃឲ្យមានរសជាតិបែបណាផ្សេងទៀតពុកម៉ែបងប្អូនអាចរកគ្រឿងផ្សំណាដែលពុកម៉ែបងប្អូនគិតថាអត់តំណងដើម្បីព្រោះធ្វើទៅពុកម៉ែបងប្អូនអ្នកញ៉ាំទេចាហើយខ្ញុំនេះក៏តែងតែរុករកនិងកែច្នៃអាហារដោយខ្លួនឯងដើម្បីមកបង្ហាញពុកម៉ែបងប្អូនបានជាប្រយោជន៍មីមួយនេះខ្ញុំគិតថាបើសិនជាបន្ថែមនៅស្លឹកកញ្ឆាយឬក៏សណ្តែកប្រុសទៀតក៏ស៊ីគ្នាជាមួយនឹងប៉េងប៉ោះដែរពុកម៉ែបងប្អូនខ្ញុំទើបតែនឹកឃើញពេលខ្ញុំបញ្ចូលសលេងនឹងឯងវីដេអូខ្ញុំគឺជានាទីបញ្ចប់ហើយពុកម៉ែបងប្អូនជូនពរពុកម៉ែបងប្អូនសុខភាពល្អសំណាងល្អរីកចម្រើនគ្រប់ភារកិច្ចខណៈនេះនាងខ្ញុំវិញហួងសូមអរគុណសូមជម្រាបលាជួបជាមួយនាងខ្ញុំក្នុងវីដេអូក្រោយទៀតបាយបាយ